ហើយកង់បីដឹកបរោះម្នាក់ចេញពីក្លឹបទៅសង្គ្រោះនៅពេទ្យជាអាកុសលើជនរងគ្រោះស្លាពាក់កណ្ដាលផ្លូវបរោះជាជនជាតិវៀតណាមម្នាក់ត្រូវបានសន្តិសុខនិងមិត្តភ័ក្តិហើយកង់បីដឹកចេញពីក្លឹបទៅសង្គ្រោះនៅមន្ទីរពេទ្យជាអាកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្ដាលផ្លូវជុំវិញករណីនេះសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងអាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនហេតុការណ៍ខាងលើនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង 09:04 ព្រឹកថ្ងៃទី30 ខែមិថុនាឆ្នាំ2025នៅចំណុចក្លឹបមួយកន្លែងក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញជនរងគ្រោះឈ្មោះវ៉ូហូដងហ៊ុនភេទប្រុសអាយុ25ឆ្នាំជនជាតិវៀតណាមជាអ្នកទេសចរស្នាក់នៅផ្ទះជួលសង្កាត់ច្បារអំពើ2ខណ្ឌច្បារអំពើរាជធានីភ្នំពេញរួមនឹងវត្ថុតាំងម្សៅពណ៌ចំនួន2កូនថង់ប្លាស្ទិកនៅក្នុងហោប៉ៅខោជនរងគ្រោះតាមប្រភពព័ត៌មានពីអ្នករត់ម៉ូតូកង់3បានឲ្យដឹងថាកន្លងមកគាត់តែងតែរត់ម៉ូតូកង់3នៅម្ដុំផ្សាររបឹងត្របែកផ្លាសាខណៈនៅវេលាម៉ោងប្រហែល 06:01 ព្រឹកថ្ងៃទី30 ខែមិថុនាឆ្នាំ2025គាត់កំពុងអង្គុយនៅលើម៉ូតូកង់3ក្បែរផ្សាររបឹងត្របែកផ្លាសាស្រាប់តែសន្តិសុខរបស់ក្លឹបបានមកហៅឲ្យគាត់ដឹកជំងឺទៅមន្ទីរពេទ្យទើបគាត់បើកម៉ូតូកង់3ឡើងទៅកាន់ជាន់ទី3ហើយសន្តិសុខ4-5 នាក់បានគ្រាជនរងគ្រោះដាក់លើម៉ូតូកង់3និងមានមិត្តភ័ក្តិជនរងគ្រោះចំនួន3នាក់ជាជនជាតិវៀតណាមបានឡើងជិះជាមួយហើយគាត់ក៏បានបើកម៉ូតូកង់3ទៅរកមន្ទីរពេទ្យពេលចេញតាមផ្លូវលុះមួយសន្ទុះក្រោយមកគាត់បានងាកក្រោយមើលជនរងគ្រោះឃើញស្ថានភាពដូចជាដាច់ខ្យល់ស្លាប់បាត់ទៅហើយភ្លាមនោះគាត់មិនដឹងធ្វើម៉េចដោយសារអត់ចេះនិយាយភាសាវៀតណាមទៀតទើបគាត់បានសម្រេចចិត្តបើកម៉ូតូកង់3ទៅកាន់វត្តទឹកថ្លាហើយឈប់ម៉ូតូកង់3នៅក្នុងវត្តនឹងមានមនុស្សមកសួរនាំក្រោយមកទើបមានសមត្ថកិច្ចមកដល់វត្តទឹកថ្លាក្រោយមានការសួរនាំដឹងរឿងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌចំការមុនដើម្បីយកសពទៅវត្តស្ទឹងមានជ័យក្រោយពេលកើតហេតុនគរបាលជំនាញចក្ខុនិងកសវិច័យបានធ្វើការត្រួតពិនិត្យសពនិងបានរកឃើញថាជនរងគ្រោះស្លាប់ដោយគាំងបេះដូងអាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទមេដំហ្វេតាមីននិងអំហ្វេតាមីនបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ